បន្តមកទៀតសង្គមសម្ងាត់ហ្នឹងក៏មានពិធីសម្រាប់ចូលជាសមាជិកសម្ងាត់របស់ខ្លួនមានសញ្ញាសម្គាល់ក្រុមខ្លួនមានសេចក្តីសារចារប្រណិធានសម្រាប់ស្បត់ចូលជាសមាជិករបស់ខ្លួនហើយនឹងមានតួលេខដែលសម្គាល់សម្ងាត់សម្រាប់ធ្វើកិច្ចការជា numerology ជា numerology ដែលគេសម្គាល់តាមលេខហ្នឹងគេអាចនិយាយគ្នាជាអក្សរសម្ងាត់ឬក៏ជាលេខសម្ងាត់បានឬក៏ជាសញ្ញាសម្ងាត់ដែលគេផ្ដល់ឲ្យគ្នាទៅវិញទៅមកក្រុមសម្ងាត់អស់នេះក៏កើតឡើងហើយក៏ធ្វើការតស៊ូប្រឆាំងនឹងរាជការឆេងដោយសន្យាថានឹងលើកតម្កើងរាជការមេងកន្លងផុតទៅជាច្រើនឆ្នាំពួកក្រុមសម្ងាត់នេះអស់ពីคล้ายខ្លួនជាក្រុមអ្នកស្នេហាជាតិក៏คล้ายខ្លួនទៅជាក្រុមចោរទៅជា criminal ទៅជា gangster organization ដែលចាប់ចម្រិតដែលបើកបនល្បែងដែលចរាចរគ្រឿងញៀនដែលធ្វើជាអ្នកកាងលើកិច្ចការលើស្រុកភូមិលើទីតាំងលើផ្សារលើក្រុមហ៊ុនជាដើម extortion gambling protection rackets ជាដើមបន្តមករឿងព្រេងក៏និយាយតទៅទៀតបន្តិចម្ដងប្រជាជនដែលចាត់ទុកថាក្រុមសម្ងាត់នេះជាក្រុមស្នេហាជាតិក៏អ្នកខ្លះនៅទទួលស្គាល់ថាជាក្រុមសម្ងាត់ស្នេហាជាតិតែប្រជាជនមួយចំនួនក៏ចាប់ផ្ដើមសម្គាល់ថាជាក្រុមអ្នកលេងជាក្រុមចោរទៅវិញដែលក្រុមចោរនេះវាអត់នៅមួយកន្លែងទេវាកាន់កាប់ក្នុងសហគមន៍វាកាន់កាប់ទីផ្សារវាកាន់កាប់ខេត្តក្រុងស្រុកភូមិវាត្រួតវាត្រាវាយកពន្ធដារវាយកថ្លៃឈ្នួលការពារវាយកប្រាក់សន្តិសុខជាដើមលាក់នឹងលាក់សពបែបសពយ៉ាងនៅទីណាក៏ដោយក៏ក្រុមហ្នឹងប្រព្រឹត្តនៅអំពើចោរកម្មគឺអំពើល្មើសច្បាប់នានាដែលសាយព្រាយសឹងតែច្រើនកន្លែងក្នុងអាស៊ីនិងពិភពលោកនៅពេលដែលអ្នកប្រវត្តិសាស្ត្រខំប្រឹងស្វែងរកនៅប្រវត្តិដើមរបស់សង្គមសម្ងាត់ចិននេះក៏មានពាក្យមួយម៉ាត់មានវាក្យស័ព្ទមួយម៉ាត់ហៅថា triad ជាភាសាអង់គ្លេសដែលពាក្យនេះគឺបានមកពីពាក្យថាត្រៃសរណគមគឺសម្គាល់ទៅលើក្រុមដែលចាត់ទុកថាឋានសួគ៌មនុស្សនិងឋាននរកគេជឿនឹងឋានសួគ៌ក្នុងការស្បត់ស្បែកគេជាមនុស្សបើធ្វើខុសនឹងគេសម្លាប់ចោលបញ្ជូនទៅឋាននរកក្រុមសម្ងាត់នេះសម្គាល់ឋានសួគ៌ផែនដីនិងឋាននរករហូតដល់ចុងបញ្ចប់នៃរាជវង្សឆេងដែលកើតឡើងពី1644មក1912ភាគខាងត្បូងនៃប្រទេសចិនគឺត្រូវក្រុមសម្ងាត់នេះវារាតត្បាតខ្លាំងមែនទែនហើយក៏វាឆ្លងដែនភាគខាងត្បូងមកក៏កើតនៅទីក្រុងហុងកុងនិងទីក្រុងម៉ាកាវហើយឆ្នាំ1949វាក៏ឆ្លងមកតៃវ៉ាន់ហើយវាក៏បង្កើតសេនាធិការនៃក្រុមចោរកម្មរបស់វានឹងលើបណ្ដាប្រទេសនានានៃអាស៊ីប៉ាស៊ីហ្វិករហូតដល់ធ្លាយដល់អាមេរិកខាងត្បូងអឺរ៉ុបជាដើមឡើងដល់វាចប់រាជវង្សឆេងនៅឆ្នាំ1912នៅពេលដែលចិនជាតិនិយមចាប់ផ្ដើមប្រកាសឡើងអាក្រុមចោរនឹងក៏វាកើតឡើងខ្លាំងវាធ្លាយមកហុងកុងវាធ្លាយមកម៉ាកាវក្នុងសតវត្សទី20អាក្រុមសង្គមសម្ងាត់នេះវាមានឥទ្ធិពលនៅលើកាណាដានៅអង់គ្លេសនៅអាមេរិកវាមានឥទ្ធិពលខ្លាំងណាស់